hơi ai dầm mày hơi tụi bay chỉ dặn cái đầu ai mình tới xoa chào khiêm thế trong này khiêm coi chẳng ta ai chụp vào đây ta chụp tới ai dặn mày ta hơi nghe mình ai bắt chơi mình ấy mấy nè còn thầy ấy bạn ai chia lòng mình nghe bắt chơi sờ bài chật nè alo khiêm ta là ai cầm đó chăm ta khơi hay dòng gì theo sập bọt đi trường bong ạ ngày bột trời khiêm bật sắc xa khiêm ta lọt vào bình hơi khiêm sẽ cầm than ở ban châu luôn không bị tim bằng cô ca ai mình thả ai ní dương đang thải của phong trào ta dương hai màn thế xong trông khiêm conจะได้ใส่ตาส้มสว่างกูไม่นะประมาณឆ្នាំនេះឯងប្រហែលជារស់ស៊ីមានបានណាមានផ្ទះនៅហើយមានឡានជិះទៀនតាមពិតគ្មានអីអស្ចារ្យទេមិនចាំបាច់ដាក់ខ្លួនពេកទេណែឯងមកលើកនេះមានផែនការអីហ្នឹងធ្វើការនៅការិយាល័យមេធុបងហើយប្រាប់ខ្ញុំថាឲ្យបងទៅផ្ទះរងចាំគាត់មុនចឹងក៏បានបងហើយឯងចាំយូរហើយមិនអីទេសុំទោសខ្ញុំទៅបន្ទប់ទឹកបាត់ជើងមកផ្លែតសេវីមិនអីមកបងចេញទៅលេងតិចទៅណាអូខេមិនដឹងចាហេតុអីអាចឆាយគេនាំគ្នាមកបង្ករឿងមិនក៏ហូចឈាមច្រើនម្លេះមកត្រូវអំបាយកែវណារបស់បងជ្រៅណាស់យ៉ាងយីមានសួរពីរឿងអីទេគាត់សួរថាមិនក៏បងមិនរកស៊ីមុខរបរត្រឹមត្រូវទេអូនប្រាប់គេថាម៉េចអូនក៏មិនដឹងថានិយាយប្រាប់គាត់យ៉ាងម៉េចដែរឆាប់ផ្លាស់កៅអៅគ្នាទៅកុំឲ្យគេភ័យណាចាមិនក៏បងមិនអង្គុយលេងបងហើយចេញមកឥឡូវហើយមិនអីទេយើងស្មានតែឯងគ្រាន់តែរស់ស៊ីជាមួយជនពីលតែមិននឹកស្មានថាឯងយកអាភិនសោះខ្ញុំមានផលពិបាកគេយកកំភ្លើងមកបង្ខំឯងមិនអញ្ចឹងទេកាលនោះយើងមិនព្រមរៀនឯងថាយើងធ្វើបាបខ្លួនគ្មាននរណាអាណិតយើងទេធ្វើយ៉ាងណាកុំឲ្យអ្នកដទៃមើលស្រាខ្លួនតែចំណែកឯងនិយាយទៅខ្ញុំបានសរសេរសម្បត្តិប្រាប់ឯងហើយយើងមានឋានៈខុសគ្នាយើងមិនសមធ្វើជាមិត្តនិយាយទៅនេះមិនមែនជាមូលហេតុទេឯងរកស៊ីជាមួយជនពីលឲ្យសារគេបង្ខំយើងជឿឯងបានតែយើងមិនឲ្យឯងជួបអាភិនទេបងក៏មិនទៅគាត់អីគាត់មិនចង់ធ្វើអញ្ចឹងទេសេវីឈប់និយាយទៅគាត់ត្រូវរបួសមិនអាចទៅមន្ទីរពេទ្យឲ្យគ្រូពេទ្យព្យាបាលតែគាត់ជួយចាប់ប៉ុណ្ណាបងស្មានតែគាត់ចង់ជួបអាភិនណាស់ទៅអូនឈប់និយាយទៅបងមិនសួរពីហេតុផលបងតែបន្ទោសគាត់បងធ្វើយ៉ាងនេះតែយុត្តិធម៌ទេដូចជាបងបែកខ្ញុំក៏ខ្ញុំនៅតែនិយាយដែរបងពិបាកក្នុងចិត្តធ្វើបាបតែខ្លួនឯងមិនឲ្យខ្ញុំជួយរំលែកដល់បងទេបងជួបប្រទះគ្រោះថ្នាក់ម្ដងណាក៏មិនឲ្យខ្ញុំដឹងដែរបងមិនចង់រស់ឲ្យមែនទេខ្ញុំប្រាប់គាត់មិនមែនចង់ឲ្យគាត់អាណិតអាសូរទេហើយក៏មិនត្រូវការគាត់ជួយដែរខ្ញុំគ្រាន់តែចង់ឲ្យគាត់យល់ពីចិត្តបងបើឯងមិនចូលចិត្តខ្ញុំផ្ដាច់ឃ្លានខ្ញុំមិនចង់បាត់បងប្អូនដល់ល្អដូចឯងទេឯងយ៉ាងម៉េចហើយខ្ញុំឃើញឯងយ៉ាងនេះខ្ញុំមិនអត់ឯងណាទេឯងមិនបាច់តមទេខ្ញុំមិនបន្ទោឯងទេខ្ញុំទៅតែផ្ដាច់ឯងយ៉ាងម៉េចទៅហើយឆ្អឹងក្នុងខ្លួនឈឺខ្លាំងណាស់ហាក់ដូចជាមានស្រមោលកំពុងតែខាំខ្ញុំអញ្ចឹងមកខ្ញុំច្បាច់ខ្នោះឯងទេមិនបាច់ទេខ្ញុំអាចទ្រាំបានណាពេលដែលខ្ញុំជួបអាហារខ្ញុំមានអារម្មណ៍ចម្លែកខ្លាំងណាស់បើសិនជានាងមិននិយាយខ្ញុំពិតជាមិនយល់ពីស្ថានភាពរបស់គេតតែសោះសំណាងល្អរបស់គេគឺដោយសារមាននាងជាប្រពន្ធបងហើយបងយ៉ាងម៉េចហើយអូនមិនអីទេបងទ្រាំតទៅទៀត